បាទសួស្តីពុកម៉ែបងប្អូនបាទវីដេអូនេះខ្ញុំមកព្យាបាលមេកូផាមួយបាទវាឈឺហៀទឹកមាត់ក្អកក្តាស់ហើយសំកុកបាទហើយឈឺជើងបាទឥឡូវហ្នឹងខ្ញុំមកចាក់ថ្នាំឲ្យគាត់បាទលើកទី1បាទហ្នឹងហើយការចាក់ថ្នាំនេះទៀតគាត់មុននឹងចាក់ថ្នាំហ្នឹងគាត់បញ្ច្រកថ្នាំមនុស្សឲ្យម្សាឲ្យមុនខ្ញុំមកចាក់ណាបងប្អូនបាទប៉ុន្តែខ្ញុំបានចាក់ថ្នាំបន្សាបថ្នាំដែលគាត់បញ្ច្រកហើយខ្ញុំបន្តចាក់ថ្នាំព្យាបាលរបស់ខ្ញុំបាទហ្នឹងហើយបាទហើយគោនេះវាក្អកខ្លាំងណាស់បងប្អូនបាទនោះឃើញទេបងប្អូនក្អកខ្លាំងណាស់បាទឥឡូវខ្ញុំចាក់ថ្នាំព្យាបាលថ្នាំដែលខ្ញុំធ្លាប់ព្យាបាលណាបងប្អូនបាទបងប្អូនមើលនេះអាការៈវាបាទវាហ៊ីសបោហ៊ីអីហ្នឹងធ្ងន់ធ្ងរបាទនេះខ្ញុំចាក់ឲ្យបានមួយសាឲ្យអស់ហើយបាទវាឥឡូវមកមើលឲ្យគាត់មួយសាទៀតបាទឥឡូវវាអាចវានោមបាទអានេះខ្ញុំមកចាក់ឲ្យគាត់ជាលើកទី2បាទហើយមកហ្នឹងបានជួបប្រពន្ធគាត់បាទគ្រួសារគាត់បាទហើយវាឈឺជើងហើយបាទដំណាក់កាលនេះវាឈឺជើងខ្លាំងបងប្អូនបាទវាឈឺខ្លាំងវាងើរួចទេបាទហើយខ្ញុំក៏ចាក់វាដេកបាទវាដេកចាក់ឲ្យចាក់បាទដោយសារវាឈឺជើងខ្លាំងណាបាទហើយការប្រើប្រាស់ថ្នាំរបស់ខ្ញុំហ្នឹងគឺខ្ញុំប្រើនេះមិញភ្លេចប្រាប់របៀបប្រើថ្នាំបាទការចាក់ថ្នាំរបស់ខ្ញុំហ្នឹងគឺខ្ញុំចាក់ពពួកអំពីបាទហើយនឹងពពួកអំពីមកចូលទៅបាទហើយមួយទៀតគឺខ្ញុំចាក់ពពួកសូវ៉ាឌីនបាទសូវ៉ាឌីនមកចូលទៀតបាទហើយនឹងមកចូលផ្សេងទៀតគឺពួកវីតាមីនបាទវីតាមីនអីក៏បានដែរបងប្អូនពពួកវីតាមីនតាមកម្លាំងណាបងប្អូនយើងអាចចាក់បានបាទហ្នឹងហើយនេះការព្យាបាលរបស់ខ្ញុំបាទសារទី2នេះវារៀងអន់តិចដែរបងប្អូនបាទវារៀងអន់តិចណាបាទប៉ុន្តែជំងឺនេះយើងព្យាបាល3ថ្ងៃបងប្អូនបានវិជាដាច់ណាបាទហើយក្នុងវីដេអូនេះខ្ញុំរៀងផ្ដាសាយបងប្អូនបាទរៀងផ្ដាសាយនិយាយអត់សូវច្បាស់ណាបងប្អូនបាទហ្នឹងហើយខ្ញុំចាក់លើកទី2រួចរាល់ហើយបងប្អូនហើយខ្ញុំក៏ប្រាប់ម្ចាស់ហ្នឹងស្អែកមកចាក់មួយថ្ងៃទៀតបាទចូលថ្ងៃទី3បានវិជាដាច់ណាបងប្អូនបាទវានៅឈឺកលាក់ដុំតិចហ្នឹងហើយបាទចូលថ្ងៃទី3ខ្ញុំមកព្យាបាលគាត់មួយសាទៀតបាទហើយព្យាបាលសានេះគឺជាព្យាបាលលើកចុងក្រោយបាទជួបគ្រួសារគាត់បាទហ្នឹងហើយខ្ញុំចាក់មួយសាទៀតនេះគឺខ្ញុំឈប់ចាក់ហើយបាទគោវាធូរវាអីអស់ហើយបាទលែងចាក់ណាបាទហើយចាប់ផ្ដើមជាបដាចិត្តដូចដើមវិញហើយបាទហើយនេះខ្ញុំចាក់ឲ្យគាត់មួយសាទៀតបាទខ្ញុំជប់ចាក់ឲ្យគាត់ហើយបាទអាចនោមអាចអីនោមអាចនោមធូរហើយវានៅឈឺកវានៅឈឺកហើយអ៊ំបាទ